នឹងមានលោកស្រីយុនាងជាប្រធានក្រុមតន្ត្រីព្រមទាំងខ្ញុំបាទភុកលីណាជាអនុប្រធានបច្ចេកទេសនិងអ្នកស្រីលងសុផលផងដែរដែលអស់លោកស្រីទាំងអស់បានជួយជ្រោមជ្រែងបង្កើតក្រុមតន្ត្រីនេះឡើងដោយមានការខ្វះខាតឧបករណ៍ជាច្រើនប៉ុន្តែទោះជាយ៉ាងណាក្រុមតន្ត្រីយើងខ្ញុំមានទឹកចិត្តមកជួយបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រៃវែងបានឧបត្ថម្ភចំនួន30000រៀលនេះហើយបាទសូមជម្រាបថាខេត្តព្រៃវែងគណៈបកសង្គ្រោះជាតិបានឈ្នះឆ្នោត89ឃុំលើ116ឃុំយើងសង្ឃឹមជួយជាតិបាទសូមអរគុណបងប្អូនជីយោប្រជាពលរដ្ឋខ្មែរជីយោលោកប្រធានសំរាស៊ីជីយោលោកប្រធានគឹមសខាបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន$300សហរដ្ឋអាមេរិកមកជួយគណៈបកសង្គ្រោះជាតិជាពិសេសឧបត្ថម្ភមេធានីគឺថាយើងនឹងធ្វើបាតកម្មពេញលេញថ្ងៃ15 16និងទីបញ្ចប់យើងធ្វើដល់ថ្ងៃ17សូមបងប្អូនកុំជឿពាក្យកាមេរ៉ាថាយើងមិនគេនឹងបិទមិនឲ្យធ្វើកុំជឿសោះពេកនឹងធေါ်ទេបាទដូច្នេះបងប្អូនសូមចូលរួមកុំធ្វើអារម្មណ៍